សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Marie CLTV នាងខ្ញុំម៉ារីសូមនាំយកព័ត៌មានកំពុងផ្ទុះការចាប់អារម្មណ៍និងខ្លាចជាប្រធានបទក្តៅកកពេញបណ្ដាញសង្គមមកជម្រាបជូនពុកម៉ែបងប្អូននៅពេលនេះបងកការមួយកំពុងធ្វើឲ្យមហាជនផ្ទុះការវែងញែកមិនដាច់ខ្លះថាស្នេហាពិតមិនគិតពីអាយុតែខ្លះទៀតថាដូចតានឹងចៅតើការរៀបការរវាងកូនក្រមុំវ័យត្រឹម16ឆ្នាំនិងកូនកំលោះចំណាស់ម្នាក់ជាស្នេហាពិតដោយចិត្តនឹងចិត្តឬជាការសម្រេចចិត្តដែលមានសម្ពាធពីជីវភាពនិងអនាគតពេលនេះនាងខ្ញុំម៉ារីនឹងនាំពុកម៉ែបងប្អូនទៅស្ដាប់សាច់រឿងលំអិតទាំងស្រុងព្រមទាំងការវិភាគស៊ីជម្រៅដែលកំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជជែកគ្នាបញ្ឈប់ពិតជាធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសនៅលើ Facebook និង TikTok ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបភាពនិងវីដេអូមង្គលការមួយត្រូវបានចែករំលែកពេញបណ្ដាញសង្គមគូស្វាមីភរិយាថ្មីមួយគូនេះត្រូវគេមើលឃើញថាមានគម្លាតអាយុឆ្ងាយគ្នាខ្លាំងកូនក្រមុំមានឈ្មោះចាប់លីតាអាយុទៅតែ16ឆ្នាំប៉ុណ្ណោះខណៈកូនកំលោះមានឈ្មោះកាយសុកហៃដែលជាបុរសវ័យចំណាស់និងត្រូវបានគេស្គាល់ថាជាប្រធានការិយាល័យភូមិបាលខណ្ឌជ្រោយចង្វាមង្គលការនេះបានប្រារព្ធឡើងកាលពីថ្ងៃទី16ខែឧសភាឆ្នាំ2026ក្រោមការរៀបចំយ៉ាងប្រណិតអធិកអធមនិងមានលក្ខណៈធំដុំខ្លាំងក្នុងវីដេអូនិងរូបភាពដែលបង្ហោះដោយក្រុមសម្អាងការអ្នកផាត់មុខក៏ដូចជាសាច់ញាតិនិងមិត្តភ័ក្តិគេឃើញកូនក្រមុំតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតផូរផង់គួរឲ្យចាប់អារម្មណ៍ខ្លាំងតៃមុខក្មេងខ្ចីសម្រស់ស្រស់ស្អាតរួមទាំងការតុបតែងលម្អផ្កាស្រស់និងពិធីការដ៏អធិកអធមបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅមើលនិងចែករំលែកតៗគ្នារាប់ម៉ឺនដងប៉ុន្តែអ្វីដែលធ្វើឲ្យរឿងនេះคล้ายជាប្រធានបទក្តៅមិនមែនដោយសារតែភាពស្រស់ស្អាតនៃមង្គលនោះទេគឺដោយសារតែគម្លាតអាយុរវាងកូនក្រមុំនិងកូនកំលោះប្រិមិត្តមួយចំនួនបានរិះគន់យ៉ាងខ្លាំងដោយនិយាយថាមើលទៅដូចជាតានិងចៅជាប្តីប្រពន្ធអ្នកខ្លះសង្ស័យថាការរៀបការនេះអាចកើតឡើងដោយសារតែសម្ពាធគ្រួសារឬដោយសារតែបញ្ហាហិរញ្ញវត្ថុមានអ្នកខ្លះដល់ថ្នាក់និយាយថាកូនកំលោះអាយុបងឪពុកកូនក្រមុំមួយចំនួនទៅទៀតហើយមើលទៅមិនសមគ្នាសោះប៉ុន្តែក្នុងពេលជាមួយគ្នាក៏មានមហាជនជាច្រើនចេញមុខការពារនិងគាំទ្រគូស្វាមីភរិយាមួយគូនេះផងដែរអ្នកខ្លះលើកឡើងថាបុរសចាស់ទុំជាច្រើនមានការទទួលខុសត្រូវចេះថែទាំគ្រួសារនិងមានស្ថិរភាពជីវិតល្អជាងបុរសវ័យក្មេងមួយចំនួនដែលមិនទាន់ចេះគិតគូររឿងគ្រួសារមតិជាច្រើនបានប្រៀបធៀបថាបុរសវ័យក្មេងខ្លះការហើយនៅតែដើរផឹកស៊ីចំណាយពេលជាមួយមិត្តភ័ក្តិមិនខិតខំរកស៊ីនិងខ្លះទៀតទុកបន្ទុកឲ្យប្រពន្ធរកលុយចិញ្ចឹមចំណែកអ្នកគាំទ្រក៏បាននិយាយថាមនុស្សម្នាក់មានសំណាងនិងជំរើសជីវិតខុសគ្នាហើយអ្វីដែលសំខាន់គឺការស្រឡាញ់គ្នាដោយស្មោះត្រង់និងការរស់នៅប្រកបដោយសុភមង្គលមានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានបញ្ចេញមតិថាបើជ្រើសរើសបុរសដែលមានទ្រព្យមានការងារច្បាស់លាស់និងអាចផ្ដល់អនាគតបាននោះមិនមែនជារឿងខុសនោះទេអ្នកខ្លះទៀតថែមទាំងលើកឡើងថាអាយុមិនមែនជាបញ្ហាទេបើមនុស្សពីរនាក់ស្រឡាញ់គ្នាពិតប្រាកដក្រោយរងការរិះគន់និងការវែកញែកជាច្រើនពេលនេះសម័យខ្លួនខាងស្រីក៏បានចេញមុខបញ្ជាក់និងបកស្រាយចំផងដែរកូនក្រមុំវ័យក្មេងបានបញ្ជាក់ថាការរៀបការនេះមិនមានការបង្ខិតបង្ខំឡើយនាងស្រឡាញ់ស្វាមីរបស់នាងដោយសារតែអត្តចរិតស្លូតបូតរុះរាយរាក់ទាក់និងជាបុរសដែលអាចផ្ដល់អនាគតឲ្យនាងបាននិយាយថាទោះបីជាខុសវ័យក៏ពិតមែនប៉ុន្តែអាយុគ្រាន់តែជាតួលេខហើយអ្វីដែលសំខាន់គឺការយល់ចិត្តនិងការស្រឡាញ់គ្នាពិតប្រាកដជាពិសេសក្រោយមានការចែករំលែកបន្ថែមពីអ្នកស្គាល់កូនក្រមុំមហាជនជាច្រើនក៏ចាប់ផ្ដើមបដូរទស្សនៈខ្លះផងដែរដោយគេអះអាងថាលោកពូកាយសុកហៃគឺជាមន្ត្រីដែលមានអត្តចរិតល្អស្លូតបូតរុះរាយរាក់ទាក់និងបម្រើពលរដ្ឋដោយទឹកចិត្តល្អពុកម៉ែបងប្អូនអើយរឿងនេះមិនមែនគ្រាន់តែជារឿងមង្គលការមួយធម្មតាទេប៉ុន្តែវាកំពុងតែឆ្លុះបញ្ចាំងពីទស្សនៈសង្គមខ្មែរស្ដីពីស្នេហាអាយុឋានៈនិងជីវភាពជាស្ដែងនៅក្នុងសង្គមបច្ចុប្បន្នមនុស្សជាច្រើននៅតែយល់ថាប្តីប្រពន្ធគូតែមានវ័យប្រហាក់ប្រហែលគ្នាទៅមើលទៅសមសួនដូច្នេះនៅពេលឃើញគូស្នេហ៍ដែលខុសវ័យឆ្ងាយខ្លាំងមហាជនតែងតែមានការភ្ញាក់ផ្អើលនិងចាប់ផ្ដើមវាយតម្លៃភ្លាមប៉ុន្តែសំណួរសំខាន់គឺថាតើសុភមង្គលគ្រួសារអាចវាស់ត្រឹមតែអាយុបានមែនទេមនុស្សខ្លះរៀបការជាមួយអ្នកវ័យស្របគ្នា
តែរស់នៅមិនចោះសម្រងគ្នាអ្នកខ្លះទៀតទោះខុសវ័យតែអាចរស់នៅយល់ចិត្តគ្នានិងមានសុភមង្គលយូរអង្វែងម្យ៉ាងវិញទៀតក៏ត្រូវទទួលស្គាល់ថាមូលហេតុដែលមហាជនព្រួយបារម្ភគឺដោយសារតែកូនក្រមុំមានវ័យក្មេងខ្លាំងទើបធ្វើឲ្យមនុស្សជាច្រើនស៊ូខ្លួនឯងថាតើនាងពិតជាត្រៀមខ្លួនសម្រាប់ជីវិតគ្រួសារហើយឬនៅនេះជាចំណុចដែលសង្គមមានការព្រួយបារម្ភដោយសារតែអាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជាពិធីមួយថ្ងៃទេប៉ុន្តែជាជីវិតពេញមួយអនាគតប៉ុន្តែក្នុងនាមជាមនុស្សក្រៅនាងខ្ញុំម៉ារីគិតថាយើងគួរតែគោរពការសម្រេចចិត្តរបស់សាមីខ្លួននិងគ្រួសារតារាបណាការរៀបការនោះកើតឡើងដោយសារតែការពេញចិត្តមិនមានការបង្ខិតបង្ខំនិងប៉ះពាល់សិទ្ធិរបស់អ្នកណាជាចុងក្រោយអ្នកដែលរស់នៅជាមួយគ្នាពិតប្រាកដមិនមែនជាអ្នកលេង Facebook ឬអ្នក comment នោះទេប៉ុន្តែគឺសាមីខ្លួនទាំងពីរហើយរឿងមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺមង្គលការអនឡាញសប្តាហ៍ថ្ងៃមានទម្លាប់វាយតម្លៃជីវិតអ្នកដទៃលឿនពេកត្រឹមតែឃើញរូបភាពប៉ុន្មានសន្លឹកឬវីដេអូខ្លីមួយប៉ុន្តែការនៅពីក្រៅជីវិតគូរបស់មនុស្សម្នាក់មានរឿងរ៉ាវនិងហេតុផលជាច្រើនដែលអ្នកក្រៅមិនអាចដឹងទាំងអស់បានឡើយយ៉ាងណាមិញពុកម៉ែបងប្អូនយល់យ៉ាងណាដែរចំពោះមង្គលការខុសវ័យមួយនេះតើពុកម៉ែបងប្អូនគិតថាអាយុគ្រាន់តែជាតួលេខពិតមែនឬទេឬក៏គូតែគិតគូពីគម្លាតវ័យឲ្យបានច្រើនជាងនេះសូមបញ្ចេញមតិយោបល់ដោយការគោរពគ្នាទៅវិញទៅមកនៅក្នុង comment ខាងក្រោមបើពេញចិត្តការផ្សាយរបស់ Channel Marie CLTV កុំភ្លេចចុច like share និង subscribe ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីដៅក្តៅនិងការវិភាគស៊ីជម្រៅជារៀងរាល់ថ្ងៃនាងខ្ញុំម៉ារីសូមអរគុណនិងសូមជម្រាបលា